បាទចំណុចដែរបើលោកនៅរួមបាទនៅក្នុងព្រឹត្តិការណ៍ផ្ទាល់បាទការប្រកួតរវាងពេជ្រសម្បត្តិនិងម៉ារ៉ាអូឃើញថាបងប្អូនបាទក៏ក្រើគ្រប់គ្រងច្រើនខ្លាំងមែនទែនបាទអស់តោះហើយលោកម៉ៃសៀតបាទអេស្ប៉ាញមកខ្មែរមួយជើងនេះបាទតាន់ជើងអត់20ទេអីបានថាតាន់បងរឹងបាទគូមួយដែលខ្ញុំចាប់អារម្មណ៍គឺរិទ្ធីសវណ្ណឃីមជាមួយនឹងកង់សាឡូបាទក្រៅពីកង់សាឡូមួយជើងរបស់រិទ្ធីសវណ្ណឃីមនេះបាទតានីថាបើមិនស្លាប់ទេក៏ទុនត្រូវលោកអាញាកដារត់ដែរតែមួយជើងនោះគឺគាត់ទុនទៅហើយប៉ុន្តែគាត់ប្រឹងមកវិញបានបាទតែចុងក្រោយបាទគឺ5ទឹកអត់មានដួលអត់មានរាប់គឺវាយបានធម្មតាវាយបានធម្មតាតែបែក3កន្លែងលោកវាយចិត្ត3កន្លែងបាទបើសរុបខ្ញុំមិនដឹងប្រហែលធ្នេប៉ុន្តែតាមមើលបែបមិនក្រោម10ធ្នេទេ3តាំងនេះបាទកីឡាកររូបនេះបាទធ្លាប់យកឈ្នះខ្មែរយក2នាក់ដែរបាទធ្លាប់ឈ្នះគីមឌីមីហើយនឹងឈ្នះលោកគ្រូមេងបាទសៀងហៃបាទនៅក្រៅប្រទេសបាទអញ្ចឹងបានខ្ញុំទៅសើឲ្យកម្រឃើញណាបាទកីឡាករបរទេសខាងអេស្ប៉ាញដែលមកខ្មែរហើយធ្វើបានល្អទោះបីជាចាញ់មែនប៉ុន្តែជក់ចិត្តបាទសម្រាប់ការប្រកួតនីមួយដោយរិទ្ធីសវណ្ណឃីមជាមួយនឹងកង់សាឡូបាទគឺដំបូងឡើយទឹកទី2ដែលចូលមួយជើងនេះខ្ញុំគិតថាមិនដល់5ទឹកទេទឹក3អីចឹងហើយគាត់បែកទៀតបាទចំណងគឺរបួសហ្នឹងវាយបានហើយស្មារតីរបស់គាត់រឹងមាំហើយគាត់អាចវាយសវណ្ណឃីមចូលខ្លះទៀតមិនមែនថាពេលហ្នឹងចូលជើងហើយក៏អត់មានបានសងទេមកគឺចូលវាយចូលសវណ្ណឃីមដែរប៉ុន្តែសវណ្ណឃីមក៏គេរឹងបាទហើយគេអាចមានព្រៀបបាទទៅលើការប្រកួតចុងក្រោយក៏សវណ្ណឃីមមកឈ្នះបន្ទុកបាទហើយចូលដល់គូផ្សេងៗទៀតបាទដូចជាធម្មណាបាទដូចជាផាតសូដាសំអឿនសុផាច្រឡំមកគឺផាតសូដាបាទសំអឿនសុផាបាទគឺសុទ្ធសឹងតែទទួលបានជ័យជំនះបាទទៅលើកីឡាករអេស្ប៉ាញហើយសុទ្ធសឹងតែឈ្នះបន្ទុកបាទអត់មានផ្ដួលឲ្យសន្លប់ឬក៏បោះបង់មុនការប្រកួតទេបន្តរហូតដល់ចូលគូពេជ្រសម្បត្តិពិតជាធ្វើឲ្យខ្ញុំភ្លឺភ្នែកហើយទទួលស្គាល់ថាមកស្រុកខ្មែរបាទគីឡូពេជ្រសម្បត្តិនេះគឺអស់សម្ពេជ្រសម្បត្តិទេបាទហើយនេះខ្ញុំមាននិយាយថាអស់សម្ពេជ្រសម្បត្តិដោយសារតែយើងមើលការប្រកួតផ្ទាល់ក្រៅទៅពីពេជ្រសម្បត្តិចូលនេះសោយប្រមាណដៃរបស់ម៉ារីអូខ្ញុំមើលផ្ទាល់ខ្ញុំទៅថតរួយពេជ្រសម្បត្តិភ្នែកពេជ្រសម្បត្តិប៉ោងទាំងសងខាងតាំងលើចើមហ្នឹងគឺក៏ចូលរបួសក៏ចូលដៃរបស់ម៉ារីអូច្រើនដែរបាទតែពេជ្រសម្បត្តិគឺអត់អីធម្មតានៅវាយបាននៅដើរចូលបុកដូចតែយើងធ្លាប់ឃើញការប្រកួតរបស់ពេជ្រសម្បត្តិគឺគាត់ចូលបុកបាទវាច្រើនគឺកីឡាបុកប៉ុន្តែម៉ារីអូបាទយើងឃើញហើយដែលសូម្បីតែអាដាមប្រធានកើឆៃក៏ទៅសើកីឡាកររូបនេះបងប្អូនយើងដែលទស្សនាការប្រកួតរបស់ម៉ារីអូដែលម៉ារីអូធ្លាប់ឈ្នះបាទកីឡាករកម្ពុជារបស់យើងហើយធ្លាប់ចាញ់មានមិនទេហ្នឹងក៏ដឹងថាម៉ារីអូនេះជាកីឡាករល្អបាទប៉ុន្តែពេជ្រសម្បត្តិគឺអាចផ្ដួលបានបាទមិនបាច់ចាំដល់ចប់ទឹក3ទេបាទគឺផ្ដួលឲ្យចោះចាញ់បានអញ្ចឹងមិនថាពេជ្រសម្បត្តិនេះមិនធម្មតាទេហើយសំខាន់បាទគឺបន្សល់ស្នាមរបួសបាទផ្នែកខាងឆ្វេងដល់ម៉ារីអូថែមទៀតបាទមែនតើបាទចូលមកទៀតគិតមិនដែរខ្ញុំវិភាគជូនបងប្អូនដែរបាទមុនបាយបាទគឺខ្ញុំគិតថាពេជ្រសម្បត្តិគាត់មានភាគរយឈ្នះលើសតិចតួចបាទហើយខ្ញុំគិតថាអាចនឹងតានតឹងផងតែយើងមើលជាក់ស្ដែងដូចជាពេជ្រសម្បត្តិតានតឹងដែរតែមិនតានតឹងខ្លាំងពេកទេបាទទី1គឺពេជ្រសម្បត្តិគាត់ស្វមជាមួយនឹងកងចេញម្រាមនេះហើយម៉ារីអូគាត់បានលើកឡើងថានេះលើកទី1របស់គាត់បាទឡើងចេញម្រាមបាទអញ្ចឹងគឺគាត់អត់ទាន់ដឹងអត់ទាន់ថ្នាក់បាទជាមួយនឹងកងចេញម្រាមឯខណៈដែលពេជ្រសម្បត្តិគឺត្រូវជាមួយនឹងកងចេញម្រាមនេះចម្ដងតែម៉ារីអូគាត់ចង់សាកដែរបាទគាត់អត់មែនថាយើងបង្ខំគាត់ឲ្យវាយអញ្ចឹងទេបាទយើងសួរគាត់គឺគាត់ថាអូខេបាទចាំមិនដាក់ឲ្យវាយអញ្ចឹងគឺគាត់យល់ច្បាស់ឲ្យគ្រូរបស់គាត់ទាំងម៉ារីអូក៏គាត់ចង់ប៉ះពេជ្រសម្បត្តិយូរដែរអញ្ចឹងគាត់បានប៉ះហើយគាត់អស់ចិត្តហើយគាត់ទទួលស្គាល់អំពីសមត្ថភាពរបស់ពេជ្រសម្បត្តិថាពិតជាខ្លាំងបាទព្រោះដួលគាត់បានមិនងាយបាទម៉ារីអូនេះបានដួលបានថងទឹក1ដួលគីម៉ូរ៉ាទឹក2បាទយើងរំការប្រកួតក្រៅប្រទេសហើយការប្រកួតស្រុកខ្មែររបស់គាត់ក៏ល្អដែរការត្រៀមខ្លួនការអីគឺគាត់ល្អខ្លាំងខ្ញុំឃើញស្នៀតប្រយុទ្ធរបស់គាត់គឺកីឡាករទាំងពីរនេះគឺត្រៀមខ្លួនបានល្អដូចគ្នាបាទយើងឃើញការប្រកួតចូលមកដល់បាទអ្វីដែលខ្ញុំឃើញគាត់ព្យាយាមបិទស្បីតែយើងឃើញបាទពេជ្រសម្បត្តិពេលគាត់វាយក៏ពិបាកចូលដែរតែក្បាច់ចូលដែរសោយពីក្រោមឬក៏ខាវអីចឹងក៏ពិបាកចូលដែរប៉ុន្តែចូលដោយសារតតែកីឡាករបាទទាំងពីរគឺគាត់ចេញរៀងខ្លួនបាទមានឱកាសបាទអញ្ចឹងបានយើងឃើញពេជ្រសម្បត្តិក៏ចូលដៃរបស់ម៉ារីអូច្រើនដែរបាទហើយសំខាន់ដៃរបស់ពេជ្រសម្បត្តិគឺដាក់ចំល្អបាទគឺភ្នែកផងបាទចកាកើមពីក្រោមហ្មងធ្វើឲ្យម៉ារីអូបន្ទប់លេចឲ្យសំខាន់តែចុងក្រោយបាទគឺ
ប្រមាណដៃមកពេជ្រសម្បត្តិគាត់គ្រប់ទៅមុខលេរួចហ្មងបាទបាទអញ្ចឹងភារកិច្ចរបស់ពេជ្រសម្បត្តិបាទគឺបានទទួលខ្សែក្រវ៉ាត់បាទមួយខ្សែបាទក្នុងការប្រកួតជាមួយនឹង Matt O ហ្នឹងហើយពេជ្រសម្បត្តិបាទគឺត្រូវបន្តបាទបេសកកម្មរបស់គាត់បាទគឺការចេញទៅប្រកួតនៅក្រៅប្រទេសបាទអញ្ចឹងខាងណាវិញមកទៅសហរដ្ឋអាមេរិកបាទជាលើកទី2របស់គាត់បាទអញ្ចឹងលើកទី1បងប្អូនដឹងហើយបាទពេជ្រសម្បត្តិគាត់ឈ្នះតាមបារ៉េសបាទដើរបានខ្សែក្រវ៉ាត់មួយគ្រឿងបាទនៅទឹកដីសហរដ្ឋអាមេរិកឥឡូវគឺបាទគ្រោងនឹងប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយទៀតហើយបាទនៅអាមេរិកហ្នឹងបាទគឺនៅថ្ងៃទី31បាទខែឧសភាគឺចុងខែនេះតែម្ដងបាទប៉ុន្តែអាចនឹងហោះទៅមុនបាទបើថាទៅអាមេរិកក៏ចំណាយពេលយូរដែរបាទនឹងទៅមុន5ទៅ1សប្តាហ៍មុនអញ្ចឹងបាទហើយក្រៅពីពេជ្រសម្បត្តិបាទគឺមានកីឡាករគុណខ្មែររបស់យើង4រូបផ្សេងទៀតបាទក្នុងនោះគឺអេយ៉ានុតបាទជាកីឡាកានីបាទគឺជាលើកទី2បាទទៅលើកទី1ជំនាន់មួយពេជ្រសម្បត្តិនឹងដែរបាទតែគាត់ចាញ់បន្ទុកហើយមានឡាវចន្ទ្រាឡាវចត្រាបាទឡាវគឺទៅពីបងប្អូនម្ដងពីបងប្អូនបាទហើយនឹងលនបញ្ញាមួយទៀតលនបញ្ញាទាំងអស់5នាក់បាទទាំងអស់5នាក់ហើយសមត្ថភាពប៉ះជាមួយកីឡាកររូបណាបងប្អូនហើយបានឃើញហើយបាទនៅតែឡាវចត្រាមួយមិនទាន់ចេញគូរបស់គាត់មកក្រោយហ្នឹងពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករអាមេរិកបាទឈ្មោះតែអីគេបាទឈ្មោះ Hill បាទដែលជាម្ចាស់ខ្សែគាត់ចោលស្ថាប័នដែរហើយយើងចាំមើលសមត្ថភាពទាំងអស់គ្នាបាទអញ្ចឹងចេញដំណើរទៅថ្ងៃណាអីបាទគឺយើងនឹងតាមដានហើយ MSR នឹងធ្វើការជម្រាបជូនព័ត៌មានលម្អិតជូនបងប្អូនបាទខ្ញុំស្មានថា MSR ទៅដែរអាចដែរបាទព្រោះថាទៅការលើកទី1បាទលោកសិទ្ធដ្ឋានទៅបាទនិយាយទៅមើលដូចលោកម៉ៃស៊ូក៏ធ្លាប់ទៅដល់បារាំងបាទទៅដល់បារាំងបាទបើលោកសិទ្ធដ្ឋានគាត់អាសាមែនតើអេស្ប៉ាញអូស្ត្រាលីបារាំងទៅអាមេរិកគាត់ទៅដែរបាទចឹងយើងតាមដានដំណើរតទៀត